សួស្តីអ្នកគ្នាជាមួយខ្ញុំទៀតហើយកណ្ដឹងហើយខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបក្នុងការផលិតរូបថត AI អញ្ចឹងជាដំបូងអ្នកគ្នាចូលទៅកាន់ Google មកបន្តមកអ្នកគ្នា search ពាក្យថា Google Gemini AI តោះមកអ្នកគ្នាចុចទៅលើ Google Gemini នឹងមកតោះមកវានឹងចេញបែបនេះឲ្យអ្នកគ្នាចុចកន្លែងសញ្ញាបូកនឹងមកតោះមកអ្នកគ្នាចុចថា load up film តោះមកអ្នកគ្នាចុចទៅលើឯកសារហើយយើងធ្វើការជ្រើសរើសរូបចុចសញ្ញាបូកម្ដងទៀតជ្រើសរើសរូបមួយទៀតតបមកអ្នកគ្នាចុចកន្លែងត្រេ2នេះហើយអ្នកគ្នាចុចពាក្យថា create iMac តបមកគ្នាអ្នកគ្នាសរសេរជាអត្ថបទដែលអ្នកគ្នាចង់ថារូបថតហ្នឹងចេញមកវាយ៉ាងម៉េចដែរ background វាយ៉ាងម៉េចដែរអញ្ចឹង picture sweet people woman ក៏ដោយអ្នកគ្នាអាចសរសេរនឹងបានដែរស្រាប់ខ្ញុំrecommend អ្នកគ្នាសរសេរតាមខ្ញុំមកអ្នកគ្នានឹងអាចបន្ថែមពីក្រោយវាអញ្ចឹងខ្ញុំបាន copy នៅអត្ថបទហ្នឹងមកហើយអញ្ចឹងអ្នកគ្នាអាចនឹងសេបន្តមកអ្នកគ្នាចង់ដាក់ key ក៏បាន hip hop ក៏បានអញ្ចឹងអាស្រ័យទៅអ្នកទាំងគ្នាអញ្ចឹងអត្ថបទហ្នឹងដែរខ្ញុំនឹងសរសេរដាក់នឹងចំណងជើងខាងក្រោមវីដេអូរបស់ខ្ញុំអញ្ចឹងអ្នកគ្នាអាចយកទៅ copy ហើយអនុវត្តបានអញ្ចឹងទីមតយើងចុចបញ្ជូនមកតើបងយើងចេញរូបភាពឲ្យអ្នកគ្នានៅខាងក្រោមហើយយ៉ាអញ្ចឹងរូបភាពហ្នឹងបានតែប៉ុណ្្នឹងឯងអត់សូវស្តៀងទេបើអ្នកគ្នាថតរូបមុខអ្នកគ្នាច្បាស់ជាងហ្នឹងអាចនឹងដូចតែម្ដងអញ្ចឹងដល់ពេលដែលវាចេញរូបឲ្យអ្នកគ្នារួចហើយអ្នកគ្នាធ្វើការចុចទៅលើរូបភាពអ្នកគ្នាមកតមកអ្នកគ្នាអាចនឹង screenshot រូបភាពអ្នកគ្នាមកselect ចូលរូបថតអ្នកគ្នាមកបន្ទាប់ពីបាន screenshot អេក្រង់រួចមកយើងចូលឆែកកន្លែងបណ្ដុំរូបថតរបស់យើងមកចឹងនឹងថាវានឹងលោតចូលទៅក្នុងនឹងអត់នេះអ្នកគ្នាគឺវាលោតចូលក្នុងនឹងតែម្ដងចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានពីដើមរហូតដល់ចប់កុំភ្លេចចុច like និង subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗ